ខ្ញុំឈ្មោះថាប្រសាតែណាមកណាមានគេសរសើរខ្ញុំរហូតខ្ញុំក៏មានឈ្មោះក្រាស់មួយទៀតឈ្មោះថាពេលល្អហេតុដែលខ្ញុំមានឈ្មោះបែបនេះព្រោះថាបន្ទាប់ពីខ្ញុំបានរៀនពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិករួចមកខ្ញុំបានកែប្រែសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំដូចជាខ្ញុំប្រើប្រាស់ចានស្នាក់ឬប្រអប់បាយជំនួសឲ្យការប្រើចានស្នោខ្ញុំប្រើថង់ក្រណាត់សម្រាប់ច្រកជំនួសឲ្យការប្រើថង់ប្លាស្ទិកពួកខ្ញុំក៏បានប្រើដបទឹកដែលអាចដាក់ទឹកបានច្រើនដងជំនួសឲ្យការប្រើដបប្លាស្ទិកខ្ញុំអត់ទឹកហើយខ្ញុំចូលមកទៅដាក់ទឹកការប្រើនេះមានភាពងាយស្រួលណាស់ពេលអស់ទឹកពួកខ្ញុំក៏អាចដាក់ទឹកបានខ្ញុំឈប់ប្រើដបប្លាស្ទិកទៀតហើយតាមមកទាំងអស់គ្នាមានដបទឹកទឹកខ្លួនសម្រាប់ប្រើនៅចាំអីទៀតខ្ញុំក៏ប្រើដបទឹកនេះដែរខ្ញុំមិនប្រើដបប្លាស្ទិកទេនៅនេះសម្រាប់ប្លាស្ទិកមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយើងទេសម្រាប់ប្លាស្ទិកក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដូចមុននេះដែរពិតមែនហាតោះយើងត្រូវសម្រាប់តែនោះចាញ់ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់មិត្តយើងដទៃទៀតអញឈប់ប្រើប្រា